ថ្ងៃថ្មីប្រវត្តិតួអង្គដដែលថ្ងៃនេះយើងមកនិយាយពី Ada Wong នៅក្នុងខ្សែស្រឡាយ Game Resident Evil នៅក្នុងស៊េរី Game Resident Evil Ada Wong គឺជាតួអង្គដែលមានអាថ៌កំបាំងបំផុតនាងមិនមែនជាតួអង្គល្អទាំងស្រុងហើយក៏មិនមែនជាតួអង្គអាក្រក់ទាំងស្រុងដែរប៉ុន្តែគឺជាភ្នាក់ងារសម្ងាត់ដែលធ្វើការដើម្បីផលប្រយោជន៍ខ្លួនឯងអត្តសញ្ញាណអាថ៌កំបាំងឈ្មោះពិតAda Wong ប្រហែលជាមិនមែនជាឈ្មោះពិតរបស់នាងទេវាគ្រាន់តែជាឈ្មោះកូដសម្រាប់ប្រើក្នុងប្រតិបត្តិការសម្ងាត់ការងារនាងគឺជាភ្នាក់ងារឯករាជ្យឬ freelance spy ដែលពូកែខាងលួចយកទិន្នន័យជីវសាស្ត្រឬ bioweapon ឲ្យក្រុមហ៊ុនងងឹតឬអង្គការសម្ងាត់ផ្សេងៗដំណើររឿងសំខាន់ៗក្នុងវគ្គ Resident Evil 2 Raccoon City នេះជាលើកដំបូងដែលនាងបង្ហាញខ្លួននាងបានមកទីក្រុង Raccoon ដើម្បីលួចយក G-Virus នៅទីនេះហើយដែលនាងបានជួប Leon S Kennedy ជាលើកដំបូងហើយពួកគេបានជួយគ្នាទៅវិញទៅមករហូតបានបង្កើតចំណងតាក់ទងដ៏ស្មុគស្មាញស្រឡាញ់ផងប្រើប្រាស់គ្នាផងនៅក្នុងវគ្គ Resident Evil 4 ក្នុងប្រទេសអេស្ប៉ាញ Ada ត្រូវបានជួលដោយ Albert Wesker ឲ្យទៅលួចយកគំរូ Las Plagas មេរោគប៉ារ៉ាស៊ីតទោះបីជានាងធ្វើការឲ្យ Wesker ប៉ុន្តែនាងបានលួចជួយ Leon ជាសម្ងាត់ជាច្រើនលើកពីក្រោយខ្នងដើម្បីកុំឲ្យ Leon ត្រូវបានគេសម្លាប់នៅក្នុងវគ្គ Resident Evil 6 រឿងរ៉ាវរបស់នាងកាន់តែស្មុគស្មាញដោយសារតែមានតួអង្គខ្លាញ់បន្លំម្នាក់ឈ្មោះ Carla Radimes ដែលបានវះកាត់កែសម្ផស្សឲ្យដូច Ada បេះបិទដើម្បីបង្កចលាចលពិភពលោកសមត្ថភាពពិសេសជំនាញប្រយុទ្ធនាងមានភាពរហ័សរហួនខ្លាំងឬ agility និងពូកែខាងប្រើក្បាច់គុណអាវុធប្រចាំកាយរបស់នាងគឺ grab ball gun ជាកាំភ្លើងបាញ់ខ្សែរ៉ុតដែលជួយឲ្យនាងអាចហោះហើរឬឡើងទៅកាន់ទីខ្ពស់បានយ៉ាងលឿនភាពឆ្លាតវៃនាងអាចបន្លំខ្លួននិងប្រើប្រាស់ល្បិចដើម្បីបោះបញ្ឆោតសត្រូវនិងមិត្តភ័ក្តិបានយ៉ាងងាយស្រួលទំនាក់ទំនងជាមួយ Leon S Kennedy នេះគឺជាចំណុចដែលអ្នកគាំទ្រចូលចិត្តបំផុតAda និង Leon មានទំនាក់ទំនងបែបឆ្មានិងកណ្ដុរពួកគេទាំងពីរនាក់ដឹងថាពួកគេស្ថិតនៅខាងខុសគ្នាប៉ុន្តែពួកគេតែងតែជួយគ្នាជានិច្ចនៅពេលដែលមានគ្រោះថ្នាក់ដល់ជីវិតAda តែងតែទុករបស់សំខាន់ៗដូចជាកូនសោឬគ្រាប់កាំភ្លើងឲ្យ Leon រើសតាមផ្លូវលក្ខណៈសម្បត្តិសម្គាល់ឬ signature look នាងចូលចិត្តស្លៀកឈុតពណ៌ក្រហមរ៉ូបឬឈុតស្បែកដែលជានិមិត្តរូបនៃភាពទាក់ទាញនិងគ្រោះថ្នាក់ម៉ូតសក់ខ្លី boy ឬ bob cutពណ៌ខ្មៅសរុបមក Ada Wong គឺជាតួអង្គដែលរស់ក្នុងតំបន់ប្រផេះឬ Gray Area នាងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីរស់រានមានជីវិតនិងបេសកកម្មប៉ុន្តែនាងនៅតែមានគុណធម៌ខ្លះៗដែលបង្ហាញតាមរយៈការជួយ Leon ហើយនេះជាប្រវត្តិខ្លីៗរបស់តួអង្គ Ada Wong នៅក្នុងខ្សែស្រឡាយ Resident Evil ហើយយើងនឹងជួបគ្នានៅវីដេអូក្រោយ What's taking it?